យើងចុះម្ចាស់បងនឹងត្រឡប់មកវិញទេខ្ញុំម្ចាស់បានស្រង់សូមឲ្យព្រះបានជួយព្រះស្វាមីឲ្យផុតពីគ្រោះថ្នាក់ឯនេះខ្ញុំម្ចាស់គ្មានជំរឿនអ្វីក្រៅពីនេះទេត្រូវទូតានគរយើងហើយថាម៉េចប្រមូលពលទាហានហើយលើកទ័ពចេញទៅខ្មែរមកវិញហើយពួកវាមកចរជារសំឡវាពួកគេត្រូវតែសងនៅអ្វីដែលយើងបាត់បង់ព្រះអង្គទូមកគុំគូធ្វើដោយម្ដេចដើរតម្រង់ទៅរកពួកវាទទួលរាជបញ្ជាអនុវត្តតាមផែនការយើងនឹងទទួលបានជ័យជំនះទទួលរាជបញ្ជារៀមបីលើសម្ពុយរបស់សត្រូវទេត្រៀមហើយមនុស្សឈើវាទៅដាក់បាត់អស់ទៅហើយយើងនៅទីនេះហើយឈួតមើលសម្រាប់វាភ្លាមទៅសម្រាប់ពួកវាភ្លាមកុំឯងមានបណ្ដាំចុងក្រោយទេសូមកុំសម្រាប់ទូបង្គំរើទូបង្គំសូមចូលចៃហើយទូបង្គំសូមចូលចៃហើយយើងឈ្នះហើយយើងឈ្នះហើយយើងឈ្នះហើយជ័យយោព្រះមហាអាណាចក្រខ្មែ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 រព្រះមហាសីបងមកវិញហើយ
ពុទ្ធោព្រះមហេសីហេតុអីក៏អូនមិនចាំបងករុណាថ្វាយវិសេសព្រះមហេសីបានទុករាជសារនេះថ្វាយព្រះអង្គថាម៉េចព្រះរាជសារព្រះអង្គជាទីគោរពស្រឡាញ់ខ្ញុំម្ចាស់សោកស្ដាយណាស់ដែលមិនបានរស់នៅតាមដង្ហែព្រះអង្គតទៅទៀតខ្ញុំម្ចាស់បានបន់ស្រន់ឲ្យព្រះអង្គឈ្នះពីជាជំរឿនតែមួយគត់ខ្ញុំម្ចាស់យល់ថាខ្មែរត្រូវការព្រះអង្គតទៅទៀតខ្ញុំម្ចាស់ប្រាថ្នាដង្ហែព្រះអង្គគ្រប់ជាតិតែបងរស់នៅគ្មានព្រះមហេសីយ៉ាងមិនកើតទៅព្រះមហេសីត្រឡប់មកវិញមកព្រះមហេសីសូមព្រះកំសែងស្ថិតនៅជាមួយម្ចាស់អូនជាដរាបសូមម្ចាស់អូនយើងទៅកាន់សុគតិភពចុះព្រះកំសែងសូមមើលថែព្រះអង្គផងព្រះមហេសី